有时间能有时候别有时间能有时候ទាំងពីរជាពាក្យចិនដែលមានអត្ថន័យខុសគ្នាប៉ុន្តែភាគច្រើនអ្នករៀនមើលទៅដូចជាស្រដៀងគ្នាពាក្យ有时间មានន័យថាមានពេលវេលាឬទំនេរដើម្បីធ្វើអ្វីមួយវាតែងតែប្រើសម្រាប់ស្ថានភាពជាក់លាក់ដែលមនុស្សអាចធ្វើសកម្មភាពណាមួយបានភ្លាមឧទាហរណ៍我今天有时间មានន័យថាថ្ងៃនេះខ្ញុំមានពេលខុសពីនេះទៅវិញ有时候មានន័យថាពេលខ្លះឬម្ដងម្កាលវាប្រើសម្រាប់ពិពណ៌នាព្រឹត្តិការណ៍ឬអាកប្បកិរិយាដែលកើតឡើងមិនទៀងទាត់តែមានជាញឹកញាប់ឧទាហរណ៍我有时候去跑步មានន័យថាខ្ញុំទៅរត់លំហាត់កាយពេលខ្លះដោយសារតែវាកំណត់រយៈពេលខុសគ្នា有时间បញ្ជាក់ថាមនុស្សទំនេរឥឡូវនេះខណៈដែល有时候បញ្ជាក់ពីសកម្មភាពកើតឡើងពេលខ្លះតាមរយៈពេលមិនជាក់លាក់ដូច្នេះទោះបីជាទាំងពីរមានពាក្យ时间ដូចគ្នាក៏ដោយការប្រើប្រាស់និងអត្ថន័យរបស់វាមានភាពខុសគ្នាច្បាស់លាស់